អនុទិនសំញែងសាច់ដុំតបអាកាសបើកយន្តហោះផ្ទាល់ខ្លួនធ្វើសមយុទ្ធខណៈយន្តហោះ F16 ចំនួន3គ្រឿងហោះអូមការពារនាយករដ្ឋមន្ត្រីថៃអនុទិនឆាន់វរៈគុលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនក្រោយបានបើកបរយន្តហោះផ្ទាល់ខ្លួនរបស់លោកទៅកាន់មូលដ្ឋានទ័ពអាកាសនៃកងពលធំទី1ក្នុងខេត្តនគររាជสีมาនៅថ្ងៃទី14ខែសីហាឆ្នាំ2026នេះដោយមានការចូលរួមអូមដំណើរពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសថៃ F16 ចំនួន3គ្រឿងកាសែតថៃខៅសុតបានរាយការណ៍ថានេះគឺជាការហោះក្នុងសមយុទ្ធហាត់សូមការពារអិសរាជជនជាន់ខ្ពស់ដែលរៀបចំឡើងដោយអង្គភាពទ័ពអាកាសថៃនៅក្នុងសមយុទ្ធនេះយន្តហោះ F16 ចំនួន2គ្រឿងបានហោះអូមសងខាងយន្តហោះរបស់លោកអនុទិនខណៈមួយគ្រឿងទៀតហោះនៅពីខាងលើដើម្បីឃ្លាំមើលស្ថានភាពតាមអាកាសសមយុទ្ធនេះត្រូវបានគេដឹងថាបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាសថៃក្នុងការការពារយន្តហោះដែលដឹកអិសរាជជនសំខាន់ៗនិងដើម្បីសាកល្បងសមត្ថភាពការពារតាមអាកាសផងដែររូបភាពនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនិងត្រូវបានគេចោទសួរថាតើលោកអនុទិនកំពុងមានគោលបំណងអ្វីនៅពីក្រោយការធ្វើសមយុទ្ធនេះ